khai thayធ្លាក់ចូលទៀតហើយបងប្អូនទាំងអស់គ្នាបាទខែថ្មីនេះខ្ញុំបានតិចជាងខែមុនបងប្អូនខែមុនខ្ញុំបានជិត400 $368ខែថ្មីនេះខ្ញុំបានតែ$264ទេបងប្អូនបាទគឺបានតិចមែនទែននិយាយទៅវាមានឡើងមានចុះបងប្អូនខែខ្លះយើងខំបុកខ្លាំងឬមួយក៏មានអ្នក view វីដេអូយើងច្រើនទៅយើងបានច្រើនខែខ្លះអត់សូវមានអ្នក view ឬមួយក៏យើងផុសអត់ដឹកដល់អត់សូវជាប់គ្នាអត់សូវមានផ្ទុះវីដេអូក៏ធ្លាក់តាមនឹងដែរបងប្អូនបាទអញ្ចឹងខ្ញុំបាន3ខែហើយប៉ុន្តែលុយទៅបើកចាយបាន2ខែទេបាទខែទី1ខ្ញុំបាន129ខែទី2បាន368ឥឡូវខែទី3នេះបាន264អញ្ចឹងចាំអ៊ុតជាមួយនឹងចុងខែថ្ងៃទី20ឡើងទៅដូចគ្នាបងប្អូនបាទចាប់ពីថ្ងៃទី20ឡើងទៅគឺយើងដឹងថាយើងធ្លាក់លុយមកឬមួយក៏អត់ទេបងប្អូនបាទអញ្ចឹងបងប្អូនបញ្ជាក់បងប្អូនម្ដងទៀតបាទខ្ញុំបញ្ជាក់ម្ដងទៀតគឺខ្ញុំរនេះគឺតាម admin ខ្មែរបាទធ្វើនៅខ្មែរ location នៅខ្មែរ bank ធនាគារខ្មែរនិយាយទៅខ្មែរទាំងអស់បងប្អូនអត់មាន right manager ទៀតអញ្ចឹងបញ្ជាក់បងប្អូនបាទឥឡូវវីដេអូនេះគឺខ្ញុំនិយាយក្បាលវីដេអូប៉ុណ្ណឹងបានហើយខ្ញុំចង់ចែកម្លែកឲ្យបងប្អូនដឹងទាំងអស់គ្នាថាចំណុចចាប់ផ្ដើមនៃយើងធ្វើវីដេអូដើម្បីផុសនៅក្នុង page ក៏ដូចជានៅក្នុង YouTube ឬមួយក៏ក្នុង TikTok យើងធ្វើចាប់ផ្ដើមពីណាទៅណាបាទឥឡូវខ្ញុំសូមចែកម្លែកវិញបងប្អូនបាទអញ្ចឹងបងប្អូនមុននឹងយើងត្រូវធ្វើពាក់ព័ន្ធជាមួយនឹងការរលុយជាមួយនឹង page YouTube TikTok អីហ្នឹងបងប្អូនកុំរំពឹងរឿងលុយបងប្អូនត្រូវធ្វើដើម្បីឲ្យមានភាពតាក់ទាញធ្វើបើសិនជាយើងបង្ហាញមុខមាត់ខ្លួនឯងគឺយើងធ្វើឲ្យផ្ទុះទៅលើបាទការ marketing ខ្លួនយើងបងប្អូនយើងត្រូវធ្វើឲ្យគេស្គាល់ខ្លួនយើងត្រូវធ្វើឲ្យគេស្គាល់ខ្លួនយើងប្រម៉ូទខ្លួនយើងឲ្យគេស្គាល់អាហ្នឹងបានយើងអាចដើម្បីតាក់ទាញចំណូលបានបាទមួយទៀតបើយើងអត់ចេញមុខទេយើងគួរធ្វើជ្រើសរើស content មួយណាដែលមានមនុស្សមើលច្រើនហើយយើងមានធ្វើការធ្វើជាមួយវានឹងឲ្យដឹកដល់កុំឲ្យដាច់សោះបើថាមួយថ្ងៃយើងដាក់មកវីដេអូយើងត្រូវដាក់មកវីដេអូ2ថ្ងៃមក2វីដេអូត្រូវដាក់2វីដេអូឬមួយក៏បងប្អូនចង់ដាក់មួយថ្ងៃ2វីដេអូ3វីដេអូ4វីដេអូយើងត្រូវកម្រិតខ្លួនយើងឲ្យបានណាបងប្អូនជឿតាមខ្ញុំមើលបុកមួយខែជាប់គ្នាបងប្អូនជីជាបុកវីដេអូច្រើនមួយខែជាប់គ្នាហើយធ្វើរើសយក content ណាដែលមានមនុស្សមើលច្រើនចាប់អារម្មណ៍ច្រើនបងប្អូនខ្ញុំជឿថាបងប្អូននឹងដើរទៅមុខជាមួយនឹងវីដេអូបងប្អូនគឺជោគជ័យគឺបាន view ច្រើនបាន view ច្រើនហើយមានអ្នកទស្សនាច្រើនបងប្អូនអាចតាក់ទាញចំណូលបានជាមួយនឹងការដាក់ sponsor បាទជាមួយ sponsor ហើយបងប្អូនអាចមានឱកាសរលុយជាមួយនឹង page អញ្ចឹងចំណុចចាប់ផ្ដើមរបស់បងប្អូនកុំរំពឹងរឿងលុយយើងត្រូវធ្វើក្នុងការប្រម៉ូទខ្លួនយើងឲ្យគេស្គាល់សិនឬមួយក៏យើងធ្វើវីដេអូយើងនឹងឲ្យមានអ្នកមើលច្រើនសិនកុំគិតរឿងលុយដាច់ខាតជិះឲ្យដាច់ខាតកុំគិតរឿងលុយណាបងប្អូនហើយខ្ញុំសូមបណ្ដាំបងប្អូនមួយទៀតកុំទិញបាទកុំទិញ admin ក្រៅប្រទេសកុំទិញ location ក្រៅប្រទេសកុំទិញ bank ធនាគារក្រៅប្រទេសកុំទិញធ្វើនៅខ្មែរបងប្អូនធ្វើនៅខ្មែរឲ្យអស់ចិត្តសិនចាំពេលវីដេអូយើងផ្ទុះហើយចាំយើងស្នើសុំរលុយនៅក្រៅប្រទេសបាទបើសិនជាបងប្អូនធ្វើ original បងប្អូនមានសិទ្ធិក្នុងការស្នើសុំ right manager ដោយមិនបាច់ចាំប្រើអីនៅក្រៅប្រទេសទេគឺយើងធ្វើនៅខ្មែរក៏បានលុយដែរបងប្អូនបាទអញ្ចឹងបងប្អូនបាទតែបើសិនជាយើងធ្វើជាប្រភេទ content copy របស់គេលួចរបស់គេយកមកធ្វើបងប្អូនជាយាមធ្វើឲ្យខ្លាំងធ្វើឲ្យច្រើនបុកឲ្យខ្លាំងយើងស្នើសុំបានដូចគ្នាប៉ុន្តែយើងរងចាំរយៈពេលវែងដើម្បីឲ្យវា approve ឲ្យយើងរលុយបាទហើយមួយទៀតយើងធ្វើដើម្បីតាក់ទាញយក sponsor បាទជាយាមធ្វើបងប្អូនបាទអញ្ចឹងបងប្អូនកុំទិញដាច់ខាតបងប្អូនហើយមុននឹងធ្វើយើងត្រូវជ្រើសរើស content ដែលយើងពេញចិត្តដែលយើងជាយាមធ្វើដាក់វារាល់ថ្ងៃបាទរវល់យ៉ាងណាក៏ដោយក៏ដាក់ឲ្យបានមួយវីដេអូក្នុងមួយ page របស់យើងឬមួយ channel YouTube របស់យើងដែរទើបយើងដើរទៅមុខបានរហូតទៅបងប្អូនបាទបើយើងមិនមានចិត្តអំណត់មិនមានចិត្តតស៊ូទេគឺយើងធ្វើអត់ទៅមុខទេបងប្អូន